Bạn là bóng phổn chụp số bóng phổn bạn hello everyone and here I'm walking on a bike road បាទនៅពេលនេះគឺខ្ញុំកំពុងដើរនៅលើផ្លូវជិះកង់បាទនេះផ្លូវដែលខ្ញុំនិយាយថាតតឹងប៉ុណ្នេះហ្នឹងគឺល្មមបាទអាចកង់មកជិះគ្នាបានល្មមហើយបើយើងធ្វើធំពេកក៏ដូចថាធម្មតាផ្លូវជិះកង់បើសិនជាយើងធ្វើតែប៉ុណ្ណេះក៏ល្មមដែរពីព្រោះថាជិះកង់មិនសូវជាអ្នកជិះច្រើនទេប៉ុន្តែបើយើងធ្វើស្រួលបួលយើងប្រម៉ូទអ្នកខ្លះគាត់អត់ដឹងបាទអ្នក tourist ខ្លះគាត់អត់ដឹងថាមានផ្លូវអញ្ចេះទេបាទគាត់អត់ដឹងថាមានផ្លូវជិះកង់បានអញ្ចេះអញ្ចឹងបើសិនជាយើងប្រម៉ូទប្រាប់គាត់ថាអូមានកន្លែងជិះកង់អ្នកណាក៏គាត់អត់ធ្លាប់ជិះកង់ក៏គាត់ចង់មកសាកជិះនៅទីនេះដែរអញ្ចឹងមានកន្លែងអញ្ចេះឧទាហរណ៍ថាយើងមានអញ្ចេះដល់កន្លែងដែលចិត្តកន្លែងដែលមានទឹកជ្រៅអញ្ចេះកន្លែងនោះគឺរៀងខូងបាទដីរៀងទំនាបខ្លាំងហើយក៏មានធ្វើស្ពានដូចខាងមុខបងប្អូនឃើញស្ពានបាទស្ពាននេះគឺធ្វើអំពីស៊ីម៉ង់ខ្ញុំមើលស្ពាននេះគឺស្អាតល្មមបាទគឺស្ពានបែបនេះគឺអាចថាមើលពីចំហៀងមកគឺស្អាតដោយចាក់ប្រទេសស៊ីម៉ង់មករៀបតម្រៀបគ្នាអញ្ចេះបាទនេះគឺជាការធ្វើមួយយ៉ាងដែលខ្ញុំមើលទៅឃើញថាប៉ុន្តែនៅខាងក្រោមនោះដូចជាស៊ីម៉ង់បាទស៊ីម៉ង់មិនមែនឈើទេអូឈើបាទកាលនេះស៊ីម៉ង់បាទនេះស៊ីម៉ង់តែនេះឈើពោះទៅដូចជាឈើហីបាទអូមិនស៊ីម៉ង់ដែរឃើញស្នាមចាក់នេះដូចស៊ីម៉ង់ដល់ស៊ីម៉ង់ដែរបាទតែខ្ញុំគោះលឺទៅដូចឈើវាសុទ្ធទុកបាទនោះខាងនោះដែរឃើញថាដូចជាឡដែរបាទធ្វើ style អញ្ចឹងពេលនេះយើងអាចចាក់ឲ្យមុំតែម្ដងក៏បានបាទអានេះដូចជាការផ្គុំដែរបាទដូចជាចាក់ប្រទេសឲ្យមកគ្រីបជាឡោស៊ីមូលឡោស៊ីហើយក៏ផ្គុំបានទៅជាស្ពានអញ្ចឹងបាទឃើញថាប៉ុន្តែគ្រាន់តែថាបើគំនិតខ្ញុំគិតថាបង្កាន់ដៃនេះជើងបង្កាន់ដៃនេះនៅរៀងមិនមាំទេបាទអាចថាបន្តិចទៀតហ្នឹងពុកឲ្យព្រោះដៃនេះជាដៃដែលត្រូវភ្លៀងហើយនឹងពុកហើយនឹងបង្កាន់ដៃនេះនឹងទៅជាអង្គើកបាទចេះបងប្អូនបាទនេះបាទឃើញថាมันជានឹងទេអញ្ចឹងនេះហើយប៉ុន្តែជាការលម្អប៉ុណ្ណឹងថាជាការលម្អតែយើងអាចធ្វើឲ្យមាំដោយគិតរឿងនេះជើងក្រោមនេះបាទគឺកន្លែងដែលបដោះប្រកាន់ដៃជើងប្រកាន់ដៃនេះគឺត្រូវកែប្រែបាទត្រូវរៀបយ៉ាងម៉េចឲ្យមាំជានេះអាចថាចោះស៊ីម៉ង់ឬក៏យ៉ាងម៉េចពេលដែលចាក់ស៊ីម៉ង់ដល់កន្លែងហ្នឹងគឺយើងប្រើប្រទេសដែលចាក់នេះជាប្រទេសប្រហោងដែលយើងអាចមួលឡោស៊ីអីបាននេះអត់មានឡោស៊ីមួលទេបាទគឺប្រទេសនេះគឺជាប្រទេសដែលប្រហែលជាគាត់អាចស្វានបេតុងនេះចាប់តម្លងតាមមើលខ្ញុំមើលបាទចាប់ហើយទៅអាចមួលសងខាងនេះដោយឡោស៊ីនៅតាមចន្លោះនៃប្រទេសនេះអញ្ចឹងអត់សូវមាំបាទយើងអាចកែប្រែបានប៉ុន្តែបើសិនជា overall រូបភាពទូទៅគឺមើលទៅស្អាតហើយបាទប៉ុន្តែគឺកន្លែងនេះខ្ញុំពេញចិត្តបដ ாய் បាទបើសិនខ្ញុំវិញខ្ញុំចូលចិត្តអញ្ចេះតែខ្ញុំមិនដឹងថាបងប្អូនផ្សេងទៀតគាត់ចូលចិត្តអញ្ចឹងដូចខ្ញុំអីអត់ខ្ញុំដើរមកទីនេះគឺគ្រាន់តែខ្ញុំឈរនៅទីនេះប៉ុណ្ណេះសប្បាយហ៎បាទដូចអារម្មណ៍យើងដូចយើងនៅក្នុងព្រៃហើយក៏ឧទាហរណ៍ថាស្រាប់តែមានទឹកអីអាចស្ទូចបានហើយជាពិសេសនៅម្លប់បែបនេះទៀតបាទឧទាហរណ៍ថាម្ដុំនេះគឺយើងដល់ពេលយើងជ្រៅទៅយើងដាក់ទឹកទៅជាជំរកត្រីមួយដែរបាទម្លប់អញ្ចេះក៏ត្រីអាចថាហើយកុំនៅច្រើនហើយយើងអាចធ្វើជំរះអីខ្លះអញ្ចឹងទៅបាទទៅតាមភាពជាក់ស្ដែងហើយយើងបលែងកូនត្រីរាល់ឆ្នាំបាទគឺស្ទូចមិនចេះអស់ទេបាទហើយសម្បូរត្រីបាទ
màu bờ lên căn tập lên sân tha ô sai tất miền nẹt màu bờ lên sai tất miền nẹt màu tui chống vul ở miền ở đây và tây tôi nó cứ căn là thông tới tây thông nó cứ tui tới và chẳng du tới nẹt ná có còn một sùi này bạn còn ai tui bàn nhà mày phong chẳng nè bạn chỉ cả cầm sàn phong hay tui bàn tây đài ấyสำหรับเนี่ยบริจาคเนี่ยมาได้เล่นก็บริจาคคนไทยก็ดักชีพประจำนำจังๆจังอาจเพื่ออย่างไม่เพื่อเอาตำปอนตึกนี้อาจจบเตยจมูกนังปอนตึกได้มีตึกเจี๋ยจันไตรบ้านจังคือชมกระทานังหล่อจ้าบ้านให้cái này níได้เนี่ยที่จะอุทิศทาสำหรับแต่ยืงย้อมกรอนเลิกเจี๋ยอุทิศห่อทาเบอร์เซนเจียโดยเจได้ยืงเวียนเพลย์ข้างnóคือจีเพลย์ได้เนี่ยที่ชอบกับตัวดำน้ำกับตัวดำน้ำโรวัตที่กับอีกนั่นเลยเพลย์เจียบเพลย์กระสูนบาดนั่นเลยเพลย์กระสูนนี่เฮ้ยตอนหลับไปแล้วก็กระเลยมักเคยสเปียนนี่กระเลยนี่คือพิมพ์มือปีคันเรามักเคยจะสะอาดแมนเคยทำมาซ้ำร่มมันเจียประนัดไอ้เต้ปันท้ายเจียเคยทำประหยัดการมวยคือตรึดำดองตรึสำหรับการกำซานแบบเจนี่เบอร์เซนจีบองโปนได้โจจัดแบบแอดเวนเจอร์คือตรึมองบ้านให้กดอาชีกดอาดาวแต่ขนมปรีไอติงตัวเดียวตื้อบ้านมีแบบพลายเชอร์ปรีไอคลานจังตื้อบ้านยังอาจตกปรีมาล้มนี้มาละมุมได้อาจมันนึกอาจ access บ้านอาจปราบบ้านอาจเจนโจบ้านอาจมีในท่าอาจโรงเรียนบ้านจังนะบ้านจังมันได้ก็ยังตรึเรียบจอมอย่างไม่อ่อยอาจท่าโอ้มีพลายเชอร์ปรีมีนี่มีนุจังชีกากำสานมวยให้สำหรับเนี่ยได้กดมันได้ดังก็กดอาจเมาenjoy ในตีนี้บานกดมันทลบไปพลายเชอร์ไปกดอาจมาเล่นตีนี้กดอาจโจไปกดไปพลายเชอร์ไปไอเมียนก็เลยอาจสำรับอาจทาสำหรับเชียร์ปิกนิกไปไงคืออาจเมียนจักรานอังซัดเมียนเองจังตื้อบานเมียนวิลแต่ยังจักกระสู้ไว้โดยจิเข้มกราวน์บานแต่ยังหาแต่เข้มกราวน์นั่นคือกระไรได้กี่สำหรับบ่อตังจังยังอาจจะมาพลาดนั่งมีในทำมาปะเตะปะในเวนตัวลำโบมหนามวยtớiยังอาจบ่อตังบานบุญดอกตังไอ้จังนะบานนั้นชมให้ทำมาพลาดจังย่อจังมาเคลียจังtửบานมาตีเคลียแบบจังtửจังอันนั้นคือเชียร์กำเนิดมวยได้มาក្នុងការរៀបចំใช่ប៉ុន្តែបើសិនជាគម្រោង road project ในអង្គរនេះ approve មានន័យថាផ្លូវមិនមែនប៉ុណ្នេះទៀតទេបាទគឺផ្លូវនេះប៉ុណ្នេះ5ដងបាទសម្រាប់ផ្លូវទៅអង្គរប៉ុន្តែយើងមិនធ្វើដល់ក្រុងសៀមរាបទេគឺផ្លូវនេះយើងធ្វើត្រឹមតែមួយកណាត់ដែរត្រឹមឧទាហរណ៍ថាយើងត្រឹមធ្វើត្រឹមស្ថានីយ៍ប៉ូលីសបានហើយកន្លែងឆៃសមុទ្រកន្លែងអីយើងធ្វើឲ្យស្អាតហ្មងបាទជិះមកភ្លឹងហ្មងបាទហ្នឹងមកអ្នកទេសចរមកពេញចិត្តដល់ហើយគឺយើងត្រូវអាប់ដេតបាទកន្លែងហ្នឹងគឺត្រូវអាប់ក្រេតហើយកន្លែងឆៃសមុទ្រឆៃអីហ្នឹងបាទគឺធ្វើឲ្យស្អាតធ្វើឲ្យថ្មីហើយឲ្យមើលទៅលក្ខណៈខ្មែរផងទៀតបាទខ្មែរលេង modern ក៏បានដែរកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំគិតថាធ្វើទៅរួចបាទអញ្ចឹងតែបើសិនជាផ្លូវនេះពង្រីកត្រូវប៉ះឲ្យស្ពាននេះបាទគឺយើងត្រូវរើហើយយើងធ្វើស្ពាននេះខិតទៅក្នុងវិញបាទអញ្ចឹងវិញបាទអញ្ចឹងប៉ុន្តែស្ពាននេះអាចនៅជិតម្ដុំដែលអាគារដែលយើងត្រូវធ្វើមានថាសារមន្ទីរមានមន្ទីរពេទ្យមានមណ្ឌលសុខភាពនោះបាទហើយនឹងមានបណ្ណាល័យអន្តរជាតិហ្នឹងហើយនឹងមាន shopping mall មានក្រុមហ៊ុនឡានបាទ2 3ក្រុមហ៊ុនមាន Ford មាន Tesla មាន Ford អញ្ចឹងទៅបាទអញ្ចឹងមានក្រុមហ៊ុនEuropean car មួយចំនួនដែលគាត់ចង់ដាក់ក៏អាចថាសហការជាមួយនឹងសហរដ្ឋអាមេរិកដែលជាដៃគូគាត់អាចចូលរួមបានអីចឹងទៅអញ្ចឹងនេះគឺជាគម្រោងមួយដែលបង្កើតបានទៅជាភាពអ៊ូអរបាទអញ្ចឹងទៅបាទហ្នឹងគ្រាន់តែជាគំនិតអញ្ចឹងស្ពាននេះគឺយើងរក្សាបែបនេះហើយឬក៏យើងអាចអាប់ដេតបន្តិចទៀតទៅតាមភាពជាក់ស្ដែងឧទាហរណ៍នៅពេលដែលយើងធ្វើផ្លូវថ្មីយើងធ្វើផ្លូវធំទៅហើយពេលនោះគឺយើងគិតឲ្យស្រេចហ្មងគឺរៀបខ្សែភ្លើងយ៉ាងម៉េចប្រព័ន្ធក្រោមដីអីយ៉ាងម៉េចគឺកុំអាលចាក់ផ្លូវហើយយើងកាយដីក្រោយមានន័យថាត្រូវធ្វើប្រព័ន្ធដែលតន់នៅជ្រៅអញ្ចឹងយើងកាយតែបន្តិចបន្តួចគឺយើងអាច
ដាក់បាននៅប្រព័ន្ធលូប្រព័ន្ធអីជាស្រេចមានន័យថាយើងមិនចាំបាច់កាយច្រើនដងបាទមានន័យថាមិនបាច់ថាតលចាក់ដីហើយបានកាយលូក្រោយទេគឺមានន័យថារៀបចំធ្វើប្រព័ន្ធលូប្រព័ន្ធខ្សែភ្លើងអីនៅក្រោមដីអីហើយស្រេចបានយើងចាប់ផ្ដើមរៀបចំចិញ្ជាទ្រង់ទ្រីផ្លូវបាទអញ្ចឹងឃើញនោះបងគាត់ហាត់ប្រាណគាត់រត់គាត់អីចឹងដែរហើយជាពិសេសខ្ញុំឃើញគេភ្ញៀវទេសចរគាត់ជិះកង់ទាំងភ្ញៀវក្នុងស្រុកនិងភ្ញៀវបរទេសបាទហេបងបាទបងបាទអញ្ចឹងគឺអញ្ចឹងបាទទីនេះគឺនេះបាទខាងនោះដូចជាមានផ្លូវទឹកទៅទៀតបាទអញ្ចឹងគឺជាការយើងរៀបប្រព័ន្ធមានន័យថាបើសិនជាអត់ទេយើងអាចតប្រព័ន្ធចេញពីកសិនកោមកវិញហើយមានន័យថាប្រព័ន្ធតជាមួយនឹងកសិនកោគឺមានប្រព័ន្ធផ្សេងទៀតដែរចូលទៅកសិនកោអញ្ចឹងយើងធ្វើយ៉ាងម៉េចឲ្យមានផ្លូវទឹកដែលចូលកសិនកោហ្នឹងឲ្យបានជាប់លាប់ជាប្រចាំគឺទឹកมันងាយរីងទេបាទខួបប្រាំងខួបវស្សាមានន័យថា year round អញ្ចឹងនេះគឺជាគំនិតមួយដែលតទៅបារាយក៏ដោយតទៅខាងភ្នំគូលែនក៏ដោយឬក៏ប្រភពទឹកណាទៀតដែលអាចមានខ្ញុំក៏មិនច្បាស់ដែរអញ្ចឹងក៏យើងអាចគិតគូរមើលថាអញ្ចឹងបាទនេះគឺជាគំនិតមួយដែលខ្ញុំចង់លើកឡើងដែរហើយខ្ញុំពេញចិត្តកន្លែងអញ្ចេះបាទគឺកន្លែងអញ្ចេះខ្ញុំជឿថាសម្រាប់អ្នកទេសចរក៏គាត់ពេញចិត្តដែរដោយសារដើមឈើហើយនឹងស្ថានភាពនៅជិតផ្លូវអញ្ចេះទៅគាត់អាចកលេចមើលអ្នកទេសចរក៏គាត់អាចជិះមកគាត់កលេចឃើញស្ពាននេះវិញបាទហើយយើងអ្នកលេងនៅនេះក៏កលេចមើលទៅនោះมันមានភាពធុញថប់ណាមានការផ្លាស់ប្ដូរបរិយាកាសមិនដដែលបាទអញ្ចឹងនឹងគឺជាអ្វីដែលធ្វើឲ្យយើងមានបរិយាកាសខ្ញុំឃើញស្ពានអញ្ចេះមិនត្រឹមតែនៅប្រទេសមួយចំនួនទេគឺច្រើនប្រទេសដែលគេអាចចូលចិត្តអញ្ចេះបាទខ្ញុំឃើញថានៅប្រទេសជប៉ុនក៏គេមានផ្លូវជារបៀបដូចជាផ្លូវដើរក្នុងព្រៃដែលចាក់ស៊ូមិញដែរបាទហើយក៏មានពេលខ្លះក៏មានអាចថាស្ពានបន្តិចតួចគ្រាន់តែស្ពានខ្លីបាទខ្ញុំមិនដែលឃើញថាលោកខ្ញុំដើរមិនប៉ះបាទខ្ញុំធ្លាប់ដើរចូលហាត់ប្រាណនៅតាមផាកគេក៏មានលក្ខណៈបែបនេះដែរបាទហើយនៅប្រទេសផ្សេងទៀតក៏ធ្វើស្រៀងនេះអញ្ចឹងមានន័យថាសម្រាប់បរទេសដែលគាត់មកលេងទីនេះគាត់ឃើញដូចប្រទេសគាត់ដែរគាត់ចូលចិត្តបាទអញ្ចឹងគឺជាអ្វីដែលគាត់ដឹងហើយគាត់ធ្លាប់ធ្វើនៅប្រទេសគាត់តែខ្ញុំនិយាយថាគាត់ធ្លាប់ធ្វើនៅប្រទេសគាត់ហ្នឹងគឺសំដៅលើអញ្ចឹងសំដៅលើថាឧទាហរណ៍ថានៅស្រុកគាត់ចិញ្ចឹម crayfish គាត់ធ្លាប់ស្ទូច crayfish គឺជាដូចបង្គាមួយប្រភេទបាទជាប្រភេទគេហៅថាដុំបង្គាមួយប្រភេទដែលមានដង្កៀបដូចក្តាមស្រែយើងអញ្ចឹងបាទគឺដូចក្តាមក្រងក្តាមស្រងាយយើងដែលមានដង្កៀបធំអញ្ចឹងហើយ crayfish គឺរាងដូចបង្កងបន្តិចដូចបង្គាបន្តិចហើយមានដង្កៀបដូចក្តាមអញ្ចឹងឧទាហរណ៍ថាគាត់ធ្លាប់ស្ទូច crayfish នៅស្រុកគាត់មកលេងទីនេះក៏មានស្ទូច crayfish អីអញ្ចឹងដូចគ្នាយើងអាចបង្កើតឲ្យមានកន្លែងដូចជាចិញ្ចឹម crayfish ដែលខ្ញុំនិយាយថាស្តៀងនឹងស្រុកគាត់ហ្នឹងគឺចង់និយាយថាចឹងឧទាហរណ៍នៅគំនិតនឹង crayfish អញ្ចឹងមួយចោះអញ្ចឹងស្រាប់តែគាត់មកលេងទីនេះគាត់អាចស្ទូច crayfish បានហើយជួនកាលគាត់ធ្លាប់តែលឺគាត់ធ្លាប់តែហូបគាត់ធ្លាប់តែបរិភោគនៅក្នុងប្រទេសគាត់ស្រាប់តែមកឃើញកន្លែងចិញ្ចឹមអញ្ចឹងជួនកាលអ្នកទេសចរទាំងគេមានន័យថាមនុស្សយើងគឺចូលចិត្តអញ្ចឹងបាទមានន័យថាជួនកាលយើងធ្លាប់តែហូបយើងអត់ដឹងថាគេស្ទូចអញ្ចឹង crayfish គេចិញ្ចឹមអញ្ចឹងគាត់ចាប់អារម្មណ៍គាត់ចង់ដឹងគាត់អាចមកលេងអីអញ្ចឹងដែរអញ្ចឹងអានេះគឺជាបង្កើតនៅជាលក្ខណៈទេសចរមួយដែរបាទជារបៀបអញ្ចឹងបាទដែលខ្ញុំគំនិតថាគំនិតបែបនេះដែលយើងសម្រាប់យកទៅ implement នៅក្នុង village road នៅក្នុងភូមិទេសចរអីអញ្ចឹងដែរអញ្ចឹងបាទអញ្ចឹងសូមអរគុណបងប្អូនដែលបានតាមដានទស្សនាហើយក៏មានការខុសឆ្គងសូមអធិស្ឋានបាទសូមអរគុណបាទហើយសូមជម្រាបលា